ការស្លៀកពាក់និងការរៀបចំខ្លួនបែបអ្នកមានសីលធម៌និងវិជ្ជាជីវៈនៅក្នុងសង្គមសម័យទំនើបការរៀបចំសម្លៀកបំពាក់និងការរៀបចំខ្លួនគឺជាផ្នែកមួយនៃការឆ្លុះបញ្ចាំងអំពីអត្តចរិតសីលធម៌និងភាពជាអ្នកមានវិជ្ជាជីវៈរបស់បុគ្គលម្នាក់ទោះបីជាមនុស្សម្នាក់មានចំណេះដឹងខ្ពស់ឬមានសមត្ថភាពល្អយ៉ាងណាក៏ដោយតាមរយៈការបង្ហាញខ្លួនក្នុងសង្គមនៅតែជាចំណាប់អារម្មណ៍ដំបូងដែលអ្នកដទៃមើលឃើញដូច្នេះការស្លៀកពាក់ស្អាតបាតរៀបរយនិងសមរម្យមិនមែនជាការបង្ហាញភាពហាយសូតាមម៉ូដនោះទេប៉ុន្តែការបង្ហាញអំពីការគោរពខ្លួនឯងនិងការគោរពអ្នកដទៃផងដែរអ្នកមានសីលធម៌និងវិជ្ជាជីវៈតែងយល់ពីសារៈសំខាន់នៃភាពសមរម្យតាមកាលៈទេសៈការចូលរួមកិច្ចប្រជុំកម្មវិធីជាតិនិងអន្តរជាតិកិច្ចការយុវជនឬសកម្មភាពនានាត្រូវការចូលរួមតាមរយៈរូបភាពដែលបង្ហាញពីភាពថ្លៃថ្នូរសុភាពរាបសារនិងគួរឲ្យទុកចិត្តបានការស្លៀកពាក់ស្អាតមិនចាំបាច់ត្រូវមានតម្លៃថ្លៃឬជាម៉ាកល្បីៗនោះទេប៉ុន្តែត្រូវមានភាពរៀបរយសមស្របនិងស័ក្តិសមនឹងតួនាទីដែលខ្លួនកំពុងបំពេញជាពិសេសសម្រាប់អ្នកដែលកំពុងបំពេញតួនាទីតំណាងឲ្យយុវជនមន្ត្រីអ្នកដឹកនាំឬតំណាងស្ថាប័នណាមួយពួកគេគឺមិនត្រឹមតែតំណាងឲ្យខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែថែមទាំងតំណាងឲ្យអង្គភាពនិងកិត្តិយសរបស់ស្ថាប័នផងដែរហេតុនេះការរៀបចំឲ្យមានលក្ខណៈវិជ្ជាជីវៈគឺជាការបង្ហាញនៅការទទួលខុសត្រូវនិងភាពចាស់ទុំក្នុងការបំពេញភារកិច្ចទន្ទឹមនឹងនេះការសង្គមមួយត្រូវតែយល់ថាសីលធម៌និងសមត្ថភាពរបស់មនុស្សម្នាក់មិនមែនវាស់វែងត្រឹមតែរូបរាងសម្បកខាងក្រៅនោះទេសក់ពណ៌ស្ទីលសម្លៀកបំពាក់ឬចំណង់ចំណូលចិត្តផ្ទាល់ខ្លួនមិនមែនជាភស្តុតាងដែលបញ្ជាក់ថាបុគ្គលនោះល្អឬអាក្រក់មានសមត្ថភាពឬគ្មានសមត្ថភាពនោះឡើយប៉ុន្តែអ្វីដែលសំខាន់គឺការយល់ដឹងអំពីភាពសមស្របរវាងអត្តសញ្ញាណផ្ទាល់ខ្លួននិងតួនាទីដែលខ្លួនកំពុងតំណាងសរុបមកសម្លៀកបំពាក់និងការរៀបចំបែបអ្នកមានសីលធម៌និងវិជ្ជាជីវៈគឺជាការរក្សាភាពស្អាតបាតរៀបរយសុភាពរាបសារនិងសមស្របទៅតាមបរិបទសង្គមនិងតួនាទីវាមិនមែនជាការបង្ហាញពីភាពហាយសូមានបាននោះទេប៉ុន្តែវាការបង្ហាញអំពីការគោរពខ្លួនឯងនិងការគោរពអង្គភាពនិងគោរពសង្គមមនុស្សដែលមានវិជ្ជាជីវៈពិតប្រាកដមិនប្រកាសថាគេមិនត្រូវបានគេចងចាំដោយសារសម្លៀកបំពាក់របស់ពួកគេនោះទេប៉ុន្តែត្រូវបានគេចងចាំដោយសារតែសីលធម៌សមត្ថភាពនិងស្នាដៃដែលពួកគេបានបន្សល់ទុកសម្រាប់សង្គម